ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតក្រោមកិច្ចសហការរៀបចំដោយក្រុមបាល់ទាត់វិធីករកីឡាកម្ពុជាជាមួយនឹងរដ្ឋបាលខេត្តសៀមរាបព្រមទាំងភាគីពាក់ព័ន្ធក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្តការស្រឡាញ់ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់និងលើកកម្ពស់សុខភាពរឹតចំណងមិត្តភាពសាមគ្គីភាពភារៈភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយគឺយ៉ាងកាលពីចុងសប្តាហ៍កន្លងទៅការបរិច្ចាគឈាមទទួលបានវត្តមានអញ្ជើញចូលរួមបរិច្ចាគឈាមដោយផ្ទាល់ពីសំណាក់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានៅសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាបខេត្តសៀមរាបដែលលើកពីនេះជាលើកទី15របស់ឯកឧត្តមប្រធានក្នុងការបរិច្ចាគឈាមដោយផ្ទាល់តែម្ដងនៅក្នុងស្មារតីមនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្សនៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់តាមការបញ្ជាក់ពីលោកគុយឆាយាប្រធានអ្នកចាត់ការទូតក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានឲ្យដឹងថាសម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតដែលជាការប្រកួតដ៏ធំនៅខេត្តសៀមរាបនេះរៀបចំឡើងដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាសហការជាមួយរដ្ឋបាលខេត្តសៀមរាបមានមហាជនចូលរួមយ៉ាងច្រើនកកហើយចំពោះលទ្ធផលនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងទាំង3ស្ថាប័នរបស់ខេត្តសមាជិកការសសយកក្រុមស្ម័គ្រចិត្តរួមទាំងប្រសង់សិស្សនិស្សិតអង្គការសមាគមតំណាងវិស័យឯកជននានានិងសាធារណជនសរុប1555ផ្លោកដែលមានអ្នកចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន2005អង្គនាក់ហើយចំពោះការបរិច្ចាគឈាមមានរយៈពេល1ថ្ងៃកន្លះគឺនៅថ្ងៃទី19និងនៅព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2025ភាគច្រើននៃអ្នកចូលរួមបរិច្ចាគឈាមនៅខេត្តសៀមរាបគឺសុទ្ធសឹងជាអ្នកស្ម័គ្រចិត្តលើកដំបូងនៃការបរិច្ចាគឈាមនេះជាលទ្ធផលបង្ហាញឡើងលើសពីការរំពឹងទុកដោយបានបំបែកកំណត់ត្រាថ្មីមួយទៀតបន្ទាប់ពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2025កន្លងទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរៀបចំការបរិច្ចាគឈាមនៅរាជធានីភ្នំពេញដោយការនោះរៀបចំឡើងចាប់ពីម៉ោង 7:30 នាទីព្រឹកដល់ម៉ោង 4:30 នាទីល្ងាចគឺមានចំនួន 1257 ផ្លោកដោយឡែកក្រោយចប់ការបរិច្ចាគឈាមហើយនោះនៅរសៀលថ្ងៃទី20ខែមិថុនាឆ្នាំ2025ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជាមួយនឹងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាបនៅទីលានបាល់ទាត់ហនុមានក្រោមអធិបតេយ្យភាពឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាការប្រកួតមិនផ្ដោតលើលទ្ធផលឈ្នះចាញ់នោះទេតែជាការបង្ហាញអំពីការចូលកិច្ចការងារសង្គមលេងកីឡាដើម្បីសុខភាពមិត្តភាពសាមគ្គីភាពបំផុសចលនាចូលរួមកិច្ចការងារផ្សេងៗជួយដល់សង្គមដែលជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិរបស់យើងស្របតាមទិសស្លោកកីឡារស់ក្នុងសន្តិភាពចំពោះលទ្ធផលសម្រាប់បាននៅពេលនេះគឺក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដោយជានិច្ចការឯកឧត្តមតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌នានាទាំងសកម្មភាពកីឡានិងបរិច្ចាគឈាមជាដើមក្នុងស្មារតីមនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្សនិងបំផុសឲ្យមានការចូលរួមសកម្មភាពទាំងនេះពីមហាជនគ្រប់មជ្ឈដ្ឋានផងដែរគោរមថាក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពនិងបរិច្ចាគឈាមចំនួន2លើកហើយគិតត្រឹមពេលនេះដោយលើកទី1កាលពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2025នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់មានរយៈពេល1ថ្ងៃដោយទទួលបានឈាមសរុបចំនួន1257ផ្លោកនិងលើកទី2នៅខេត្តសៀមរាបមានរយៈពេល1ថ្ងៃកន្លះគឺនៅថ្ងៃទី19និងមួយព្រឹកនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025ដោយទទួលបានលទ្ធផលឈាមសរុប1555ផ្លោកដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន2005អ្នកអង្គក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជឿជាក់យ៉ាងមុតមមថាបន្ទាប់ពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតបានបញ្ចប់និងមានបង្កើតព្រឹត្តិការណ៍បរិច្ចាគឈាមបែបនេះជាបន្តបន្ទាប់ទៅតាមបណ្ដាស្ថាប័នសមាគមអង្គការនានានៅក្នុងខេត្តសៀមរាបនិងតាមខេត្តផ្សេងៗទៀតដើម្បីរួមគ្នាក្នុងស្មារតីមនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្សនៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ហើយត្រូវចងចាំថាការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ។